គ្រួសារសពក្មេងលងទឹកស្លាប់ចំនួន3នាក់ទទួលបានការចូលរួមរំលែកទុក្ខអំពីសាខាអនុសាខានិងក្រុមកាកក្របាត់ក្រហមឃុំសាខាកាកក្របាត់ក្រហមខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃសៅរ៍ទី29ខែវិច្ឆិកាឆ្នាំ2025នេះឯកឧត្តមអ៊ុំរិត្រីដែលជាប្រធានគណៈកម្មាធិការសាខាបានចាត់ឲ្យលោកខុនវុធីអនុប្រធានគណៈកម្មាធិការសាខាជាតំណាងបានដឹកនាំនៅក្រុមប្រតិបត្តិសាខាគណៈកម្មាធិការអនុសាខាក្រុមកាកក្របាត់ក្រហមឃុំយុវជននិងអ្នកស្ម័គ្រចិត្តកាកក្របាត់ក្រហមកម្ពុជានាំយកអំណោយទៅចូលរួមរំលែកទុក្ខជាមួយទៅនឹងគ្រួសារសពក្មេងលំទឹកស្លាប់ចំនួន3នាក់ដែលមានឈ្មោះដូចខាងក្រោមទី1ឈ្មោះរ៉េនសុផាភេទប្រុសអាយុ3ឆ្នាំទី2កុមារីឆាយសុជាតាភេទស្រីអាយុ5ឆ្នាំរស់នៅក្នុងភូមិអលងថ្ងានលិចឃុំបត់ត្រង់ស្រុកមង្គលបុរីនិងទី3កុមារាឈ្មោះនឿមធនវត្តភេទប្រុសអាយុ2ឆ្នាំរស់នៅក្នុងភូមិបត់ត្រង់តូចឃុំបត់ត្រង់ស្រុកមង្គលបុរីសូមបញ្ជាក់ផងដែរថាសពកុមារាកុមារីទាំង3នាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នាបានមកលេងជាមួយគ្នាក៏បានលងទឹកស្លាប់នៅកន្លែងតែមួយជុំគ្នាដែលបានកើតហេតុកាលពីវេលាម៉ោង 8:20 នាទីព្រឹកនាថ្ងៃសុក្រទី28ខែវិច្ឆិកាឆ្នាំ2025កន្លងទៅថ្មីនេះនៅក្នុងឱកាសចូលរួមបុណ្យសពនេះដែរលោកអនុប្រធានក៏បានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខដល់ក្រៀមក្រំជាទីបំផុតពីសំណាក់ឯកឧត្តមអ៊ុំរិត្រីដែលជាប្រធានគណៈកម្មាធិការសាខាក៏ដូចជាក្រុមការងារទាំងអស់ក៏បានចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារសពទាំងអស់ដែលបានបាត់បង់កូនជាទីស្រឡាញ់ក្នុងរយៈពេលដ៏ខ្លីមួយប្រព្រឹត្តភ្នែកដូចនេះក្នុងនាមក្រុមការងារក៏បានផ្ដាំផ្ញើទៅដល់បងប្អូនដែលមានកូនតូចៗសូមមើលថែកូនឲ្យបានល្អកុំឲ្យពួកគាត់ទៅលេងទឹកដែលគ្មានមនុស្សធំទៅជាមួយឲ្យសោះក្នុងនោះអំណោយដែលសាខានាំមកនៅពេលនេះសម្រាប់ក្រុមគ្រួសារសពនីមួយៗទទួលបាននៅអង្គរ50គីឡូក្រាមមីជាតិ1កេសទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរទឹកសុទ្ធ5យួរទឹកក្រូច2កេសនិងថវិកាមួយចំនួនទៀតផងដែររីឯអំណោយរបស់អនុសាខានិងក្រុមកាកក្របាត់ក្រហមឃុំក្នុងមួយគ្រួសារទទួលបាននៅអង្គរ50គីឡូក្រាមមី2កេសទឹកត្រី2យួរត្រីខ2យួរនិងមានថវិកាមួយចំនួនផងដែរ